នារីម្នាក់ឈ្មោះថាឈីងឈីងត្រូវបានបរិះដែលចេះវេទមន្តបានប្រែរូបរាងនាងឲ្យคล้ายទៅជាសត្វឆ្កែប្រសិនបើម្ដាយនាងមិនស្គាល់ថាឆ្កែនោះជាកូនស្រីរបស់ខ្លួនទេឈីងឈីងនាងនឹងមិនអាចត្រឡប់មកជាមនុស្សវិញបានឡើយដោយមានក្តីសង្ឃឹមបន្តិចបន្តួចរួចឈីងឈីងបានធ្វើការរត់ត្រឡប់ទៅផ្ទះយ៉ាងរហ័សនាងបានអង្គុយចាំម្ដាយរបស់នាងម្ដាយកំពុងតែដាក់កាន់សម្រាមដើម្បីយកទៅចោលនៅពេលឃើញសត្វឆ្កែចម្លែកនោះម្ដាយនាងបានរត់ថយក្រោយដោយភ័យរន្ធត់ដោយសារម្ដាយនាងធ្លាប់ត្រូវឆ្កែខាំទើបគាត់មានភាពប្រុងប្រយ័ត្នចំពោះសត្វឆ្កែហើយព្យាយាមដេញចេញពីផ្ទះរបស់គាត់ឈីងឈីងដោយមិនចង់ធ្វើឲ្យម្ដាយភ័យហើយបានចាក់ចេញដោយអារម្មណ៍អស់សង្ឃឹមនៅពេលនាងចេញផុតម្ដាយរបស់នាងបានទាញទ្វារបិទយ៉ាងលឿនបានធ្វើឲ្យឈីងឈីងដែលជាសត្វឆ្កែនោះមានអារម្មណ៍អស់សង្ឃឹមជាខ្លាំងប៉ុន្តែឈីងឈីងនាងយល់ពីអារម្មណ៍មិនរបស់ម្ដាយឈីងឈីងដែលគួរឲ្យអាណិតដើរទៅដេកលើដីគិតពីវិធីបង្ហាញអត្តសញ្ញាណខ្លួនដើម្បីឲ្យម្ដាយរបស់នាងបានស្គាល់ថាឆ្កែនោះជានាងភ្លាមនោះឈីងឈីងបាននឹកឃើញភ្លាមហើយយកជើងខាងមុខគូរូបដែលនាងនឹកឃើញនោះលើជញ្ជាំងភ្លាមសង្ឃឹមថាម្ដាយនាងនឹងចាំបាននៅពេលឃើញតែនៅពេលនោះស្ត្រីម្នាក់ដែលជាមីងរបស់នាងមកក្នុងគោលបំណងគឺដណ្ដើមយកផ្ទះរបស់ម្ដាយនាងហើយនៅពេលត្រូវបានបដិពួកគេក៏បំផ្លិចបំផ្លាញរបស់របរនៅក្នុងផ្ទះដោយឃើញស្ថានភាពមិនល្អឈីងឈីងនាងបានរត់ទៅស្រែកព្រោះទៅកាន់មនុស្សមួយក្រុមនោះមិនឈប់ឈរខំពួកគេដើម្បីការពារម្ដាយរបស់នាងពួកគេទាំងអស់នាងមានការភ័យខ្លាចក៏បានធ្វើការចាក់ចេញពីទៅនោះអស់ទៅក្នុងចិត្តរបស់នាងគិតថាប្រសិនធ្វើឲ្យម្ដាយរងគ្រោះទេនាងនឹងខំពួកគេឲ្យស្លាប់មិនខានម្ដាយនាងសម្លឹងមើលសត្វឆ្កែដែលទើបតែជួយសង្គ្រោះនាងភ្លាមនោះអារម្មណ៍ចិត្តស្និទ្ធដ៏អាថ៌កំបាំងមួយក៏កើតឡើងរួចគាត់បានយកទឹកមកឲ្យសត្វឆ្កែចាប់ផ្ដើមលិតយ៉ាងឆាប់ដោយភាពស្ងៀមស្ងាត់នៅពេលយប់ម្ដាយនាងបានដាក់នាងនៅជ្រុងជញ្ជាំងហើយដាក់កម្រាលទុនឲ្យនាងដោយយកចិត្តទុកដាក់ប៉ុន្តែនៅកណ្ដាលយប់មីងដែលចិត្តអាក្រក់នោះបានឲ្យកូនចៅរបស់គាត់មកចាប់សត្វឆ្កែនោះនៅពេលម្ដាយយឺសំឡេងក៏ចេញមកមើលក៏បានឃើញថាឆ្កែនោះបានបាត់ពីកន្លែងនោះទៅហើយពួកគេបានយកសត្វឆ្កែនោះដាក់ក្នុងដែកមួយហើយពួកគេបានធ្វើការឌឺដងទៅកាន់សត្វឆ្កែនោះសំឡេងសត្វឆ្កែនៅក្បែរនោះក៏បាននាំគ្នាបន្លឺសំឡេងឡើងនាងគិតថានាងកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារនៅទីនោះគឺជាកន្លែងដែលពួកជួញដូរសត្វឆ្កែឥឡូវខ្ញុំត្រូវធ្វើយ៉ាងម៉េចមីងដែលចិត្តអាក្រក់នាងបានដើរចូលមកហើយសួរពួកគេថាចាប់ឆ្កែបានឬនៅបរោះពីរនាក់នោះបានប្រាប់ថាចាប់បានហើយទៅមើលខ្លួនឯងទៅគាត់និយាយថាឆ្កែល្ងងចាប់ឯងមកកុំឲ្យឯងមករំខានការងាររបស់យើងនាងក៏បានគិតក្នុងចិត្តថាឲ្យគាត់ចាប់នាងមកដើម្បីទៅបង្កបញ្ហាដាក់ម៉ាក់របស់នាងទៀតហើយនាងបានគិតរកវិធីដើម្បីចាក់ចេញពីទីនេះបរោះម្នាក់នោះបានធ្វើការទាលុយដែលស្ត្រីម្នាក់ជួបពួកគេហើយស្ត្រីម្នាក់នោះមិនព្រមអភ័យពួកគេនោះទេនៅពេលនៅដូចនោះបរិសម្នាក់នោះបានរុនស្មាត់គាត់ស្ត្រីម្នាក់នោះបាននិយាយថាឆ្កែនេះយើងឲ្យឯងហើយឯងយកវាទៅលក់ទៅលុយដែលនៅសល់ចាំយើងសងតាមក្រោយបរិសម្នាក់ទៀតបានខឹងហើយងើបស្ដីឲ្យស្ត្រីម្នាក់នោះយ៉ាងខ្លាំងហើយធ្វើការគំរាមទៅកាន់គាត់ឈីងឈីងនៅពេលឃើញឱកាសល្អនាងបានធ្វើជាឈឺនៅពេលពួកគេឃើញបែបនោះបានស្ទុះមកមើលហើយបានបាត់ត្រង់ភ្លាមនោះឈីងឈីងនាងបានស្ទុះចេញយ៉ាងលឿនទៅខាងដៃស្ត្រីម្នាក់នោះជាមីងចិត្តអាក្រក់របស់នាងរួចបានខំយកទូរស័ព្ទចាក់ចេញពីទីនោះរួចខលទៅកាន់ម្ដាយរបស់នាងម្ដាយរបស់នាងចម្លែកជាខ្លាំងនៅនិយាយទៅគ្មានអ្នកនិយាយតបមកកាន់គៀបវិញតែស្រាប់តែពេលនោះសម្លាញ់ឆ្កែព្រោះបានបន្លឺឡើងធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងហើយឈីងឈីងដែលជាឆ្កែនោះបានផ្ញើទីតាំងទៅកាន់ម្ដាយរបស់នាងនៅពេលគាត់បានឃើញហើយគាត់បានធ្វើការចេញទៅយ៉ាងលឿនស្រាប់តែពេលនោះពួកគេបានរកនាងឃើញហើយនិយាយគំរាមទៅកាន់នាងថានឹងវាយនាងឲ្យស្លាប់នៅពេលម្ដាយរបស់នាងមកដល់ដោយឃើញពួកគេកំពុងតែដេកគាត់បានមកកកត្រង់ដើម្បីចាក់ចេញតែមើលទៅនាងដូចជាអស់កម្លាំងជាខ្លាំងគាត់ក៏សម្រេចចិត្តលើកអោបនាងយកទៅនៅពេលពួកគេភ្ញាក់ឡើងបានឆ្កែពួកគេផ្អើលឆោឡរកមើលសត្វឆ្កែនោះភ្លាមនោះពួកគេបានឃើញម្ដាយឈីងឈីងកំពុងតែបេញនាងចាក់ចេញហើយពួកគេបាននិយាយគ្នាថាបើឲ្យម្ដាយឈីងឈីងរត់រួចគាត់នឹងទៅប្តឹងប៉ូលីសឲ្យចាប់ពួកគេហើយពួកគេក៏ធ្វើការដេញតាមនៅពេលពួកគេតាមទានបានធ្វើការហុំព័ទ្ធម្ដាយរបស់នាងឈីងឈីងនាងបានព្យាយាមប្រុសពួកគេដើម្បីការពារម្ដាយរបស់ខ្លួនបរិសម្នាក់នោះខឹងក៏បានយាដំបងរកវៃនាងម្ដាយរបស់នាងក៏បានមករងជំនួសនៅពេលឈីងឈីងឃើញបែបនោះបានរត់ស្ទុះទៅខំជើងបរិសម្នាក់នោះបានបំរុងនឹងវៃនាងម្ដងទៀតនាងបានគេចផុតហើយត្រូវក្បាលម្ដាយរបស់នាងធ្វើឲ្យគាត់ដួលទៅនឹងដីហើយបរិសម្នាក់នោះបំរុងនឹងវិញដងទៀតម្ដាយក៏ស្ទុះមកអប់ធ្វើឲ្យពួកគេវាចំកាត់យ៉ាងហើយឈីងឈីងនាងក៏បានស្ទុះរត់ចាក់ចេញពីទីនោះហើយបកត្រឡប់មកក្រោយវិញនៅពេលម្ដាយរបស់ឈីងឈីងបានស្នាមរូបកាយដែលនៅលើកឆ្កែនោះហើយទើបគាត់ដឹងថាជាកូនរបស់គាត់ហើយឈីងឈីងបានរត់ចាក់ចេញដើម្បីទៅដោះលែងឆ្កែតៃទៀតឲ្យមកខំពួកគេនៅពេលគេឃើញបែបនោះពួកគេភ័យខ្លាចជាខ្លាំងហើយឈីងឈីងក៏ជួយសង្គមម្ដាយនាងបានដោយជោគជ័យ